ជីវិតជាអ្នកធ្វើវីដេអូឲ្យគ្រប់គ្នាជាវាយសើចរាល់ថ្ងៃហ្នឹងណាជីវិតខ្ញុំមិនមែនល្អស្រស់បំប្រងដូចអាចជ្រុងដែលខ្ញុំបង្ហាញឲ្យអ្នកនរគ្នាមើលហ្នឹងឯងដូចអ្នកនរគ្នាមើលអ្នកនរគ្នាខមមិនហៅខ្ញុំ idol ឬក៏ពេញចិត្តដូចខ្ញុំធ្វើគេសើចសប្បាយរហូតធ្វើគេមានក្តីសុខរហូតអញ្ចឹងណាខ្ញុំចង់ប្រាប់អ្នកនរគ្នាថាអាចជ្រុងដែលខ្ញុំបង្ហាញនៅក្នុង social media នេះគ្រាន់តែជាអីដែលខ្ញុំចង់ឲ្យអ្នកនរគ្នាឃើញឯងតាមពិតជ្រុងអារង្វង់ក្នុងជីវិតរបស់ខ្ញុំហ្នឹងវាអត់បានល្អគ្រប់សពចឹងឯងអ្នកនរគ្នាដូចមួយរយៈហ្នឹងខ្ញុំ stress ខ្លាំងមែនតើខ្ញុំ stress ខ្លាំងខ្ញុំ toxic ខ្លាំងព្រោះបណ្ដាញសង្គមវាបណ្ដុំទៅដោយមនុស្សពោពេញទៅដោយមនុស្សមកពីមជ្ឈដ្ឋានផ្សេងច្រើនហ្មងអញ្ចឹងបើកាលណាខ្ញុំអូសក្នុង Facebook ហ្នឹងអ្នកនរគ្នាខ្ញុំ stress ហ្មងខ្ញុំកើតអារម្មណ៍ប្រៀបធៀបហ្មងអ្នកនរគ្នាខ្ញុំ toxic ហ្មងនិយាយមួយម៉ាត់អត់ខ្លីទូ toxic ហ្មងអារម្មណ៍ខាងក្នុងហ្នឹងខ្ញុំប្រៀបធៀបចុះក្នុង Facebook គេបង្ហាញពីជីវិតគូគេបង្ហាញពីរបស់របរសម្ភារៈនិយមលុយឡានផ្ទះទូរស័ព្ទ17 Pro ជីវិតគូហៃសូនិយាយទៅការរកស៊ីអីផ្សេងអ្នកធ្វើវីដេអូគេមាន follower ច្រើនគេមាន view ច្រើនហ្នឹងផុសទៅគេមាន view ច្រើនអញ្ចឹងការចាត់ប្រៀបធៀបមួយខ្លួនឯងដល់ពេលហើយវាអត់ពេញចិត្តមួយអីដែលខ្លួនឯងមានណាអ្នកនរគ្នាឃើញគេយកមកប្រៀបធៀបហើយអាហ្នឹងជាធម្មជាតិរបស់មនុស្សហ្មងតែងតែមានអូតូម៉ាទិកលីមនុស្សត្រូវតែមានការប្រៀបធៀបឯងអញ្ចឹងខ្ញុំមួយរយៈហ្នឹងវាថុកតិចខ្លះហើយវាកើតអារម្មណ៍ប្រៀបធៀបហ្នឹងដល់ខ្ញុំលែងមើលឃើញខ្លួនឯងលែងដឹងថាខ្លួនឯងរងថ្ងៃហ្នឹងមានអីនៅត្រង់ចំណុចណាលែងដឹងចេះតែប្រៀបធៀបរហូតឃើញជីវិតគេហ្នឹងរហូតអញ្ចឹងម្ដងម្កាលខ្ញុំក៏ព្យាយាមដាស់ខ្លួនឯងខ្ញុំផ្ដាច់ខ្លួនពីបណ្ដាញសង្គមដូចក្នុង Facebook ក្នុង account ដៃខ្ញុំអត់ដែលនៅអត់ដែលចូលសោះហ្មងនៅភាគច្រើនហ្នឹងក្នុង page ឯក្នុង page ហ្នឹងបើមិនមើលរឿងក៏មើលតែវីដេអូខ្លួនឯងខ្ញុំអត់ដែលអូសខ្ញុំមានអារម្មណ៍ថាវា toxic ខ្លាំងណាដល់ពេលងាកត្រឡប់មកក្រោយវិញខ្ញុំគិតថាជីវិតខ្ញុំកាលពីមុនវាពិបាកវេទនាអាគោលបំណងដែលខ្ញុំចង់មកកូរ៉េខ្ញុំចង់ជួយគ្រួសារខ្ញុំចង់មានលុយខ្ញុំចង់ឲ្យកេរ្តិ៍ឈ្មោះខ្លួនឯងល្អប្រសើរជាងពីមុនខ្ញុំចង់ឲ្យជីវិតខ្ញុំវារីកចម្រើនជាងពីមុនតែឥឡូវខ្ញុំកំពុងតែនៅចំណុចដែលខ្ញុំចង់បានតែពីមុនខ្ញុំចង់បានអញ្ចឹងឥឡូវខ្ញុំបានអញ្ចឹងហើយរហូតដល់ខ្ញុំអាចធ្វើវីដេអូទៀតហើយគោលបំណងក្នុងការធ្វើវីដេអូរបស់ខ្ញុំណាដំបូងខ្ញុំមិនផ្ដោតទៅលើលុយដែលខ្ញុំរកបានពីបណ្ដាញសង្គមខ្ញុំគ្រាន់តែគិតថាភាពជោគជ័យក្នុងការធ្វើវីដេអូរបស់ខ្ញុំឲ្យតែមានអ្នក follow ថ្មី follow មកកាន់ page ខ្ញុំរាល់ថ្ងៃមិនថា10អ្នក20អ្នក30អ្នកខ្ញុំចាត់ទុកថាវាជោគជ័យព្រោះមានអ្នកថ្មីគេ follow ខ្ញុំរហូតអញ្ចឹងប៉ុន្តែវាដូចមើលឡើងឃើញបណ្ដោយមួយរយៈក្រោយហ្នឹងដូចថាមើលឡើងឃើញទាំងដែរខ្លួនយើងក៏វាមានសមិទ្ធផលមួយដែលយើងគិតថាអូខេយើងទទួលយកបានប៉ុន្តែយើងយកខ្លួនឯងទៅប្រៀបធៀបមួយគេជាក់ស្ដែងដូចប្រូគូគាត់ខ្ញុំមិនដឹងថាគាត់លេងធ្វើវីដេអូហ្នឹងមកពីកាលតែគាត់បាត់page ធំហ្នឹងគាត់ទៅបង្កើត page ឯងបង្កើតមកពី0ហ្មងណាគាត់លេងតែប្រហែលផុសតែប្រហែលវីដេអូឥឡូវ page គាត់ឡើង view ឡើងមកកណ្ដោហើយខ្ញុំប្រៀបធៀបខ្ញុំថាណោះប្រូគូទៅតែលេងសាងខ្លួនពី0ឥឡូវគេផុសវីដេអូគេ view គេឡើងដល់រាប់លានឯងខំកសាងមកឡើងរាប់ឆ្នាំហើយ view ក្នុង Facebook កាំងត្រឹម 10k អត់ឡើងលើសនឹងសោះចង់និយាយថា view ក្នុងវីដេអូរបស់ខ្ញុំវាអត់ symmetry មួយ follower ខ្ញុំ follower ខ្ញុំរៀងច្រើនដែរមួយរយៈហ្នឹងតែ view វាអត់មានអញ្ចឹងខ្ញុំ stress ទៀតណាខ្ញុំយកខ្លួនឯងទៅប្រៀបធៀបមួយប្រូកូនថាគេក៏ល្បីម៉េះឯងក៏ដូចធំខ្វះអីខ្វះរសជាតិអីវីដេអូឯងហ្នឹងគិតរកអីប្លែករហូតគិតរហូតសង្ឃថាថ្ងៃសម្រាប់អត់មានពេលដេកទេអ្នកនរខ្ញុំគិតថាខ្ញុំត្រូវថតវីដេអូរហូតសូម្បីតែពេលសម្រាប់ហ្នឹងក៏អត់មានដែរឥឡូវហ្នឹងហូបបាយហ្នឹងក៏ចង់ត្រង់មាត់ដែរហើយខ្ញុំមិនដឹងថាខ្ញុំខំតាណាខ្ញុំមិនមែនមានលុយច្រើនលេងត្រូវការលុយទេខ្ញុំត្រូវការប៉ុន្តែក៏ខ្ញុំត្រូវការ space ត្រូវការពេលសម្រាប់ខ្លួនឯងដែរប៉ុន្តែមួយរយៈក្រោយហ្នឹងខ្ញុំមិនឲ្យខ្លួនឯងមានពេលហ្មងនិយាយទៅវល់រហូតហ្មងអូខ្លួនឯងវល់រហូតហ្មងអូយខ្ញុំមិនដឹងគួរនិយាយថាម៉េចទេអារម្មណ៍ដែរប្រៀបធៀបហ្នឹងវាកើតមានឡើងរហូតហើយអរគ្នាអឺកុំមើលឃើញថាជីវិតខ្ញុំវាល្អក្នុងសុសសដែលខ្ញុំបង្ហាញទៅខ្ញុំគិតថាខ្ញុំនឹងវាល្អអ្នកនរគ្នាចង់មានជីវិតដូចខ្ញុំចង់ចេះដូចខ្ញុំតោះគ្នាត្រូវដឹងថាអាហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យអ្នកនរគ្នាឃើញត្រង់ជ្រុងហ្នឹងទេតាមពិតអាចរង្វង់ជីវិតខ្ញុំហ្នឹងក៏វាមានរឿងអត់ល្អដែរក៏មានរឿងដែលខ្ញុំមិនសមបំណងខ្ញុំចេះជេរខ្ញុំចេះខឹងខ្ញុំចេះមួម៉ៅខ្ញុំចេះខ្មាញ់ខ្ញុំក៏មានចំណុចអាក្រក់ដែរខ្ញុំជីវិតខ្ញុំអត់បានស្រស់បំប្រងធ្វើឲ្យគេសើចគ្រប់គ្នាដូចក្នុងបណ្ដាញសង្គមហ្នឹងទេរបៀបចឹងណាព្រោះខ្ញុំគិតថាមនុស្ស
តែងតែបង្ហាញអីដែលល្អនៅក្នុងបណ្ដាញសង្គមហើយច្រើនគ្នាមែនតើអ្នកណាក៏អូអ្នកណាក៏មើលដល់ពេលមើលឃើញថាអីដែលគេសូអីដែលគេបង្ហាញនៅក្នុងបណ្ដាញសង្គមមនុស្សតែងតែចេះតែយកចំណុចហ្នឹងយកទៅប្រៀបធៀបដូចខ្ញុំអញ្ចឹងហើយបើកាលណាប្រៀបធៀបខ្ញុំមានអារម្មណ៍ថាខ្លួនឯងនឹងវាអន់ណាវារកខ្លួនឯងអត់ឃើញវាបាត់ថាគោលដៅខ្លួនឯងនឹងអីគេដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូខ្ញុំຕົកចិត្តខ្លាំងខ្ញុំនៅអត់បានទេនិយាយមែនរងថ្ងៃខ្ញុំផុសតែវីដេអូបើថា scroll ហ្មងមិនសូវភាគតិចមែនតើថាខ្ញុំ scroll ខ្ញុំអូសមើលវីដេអូផ្សេងភាគតិចខ្ញុំបើថាមើលទៅខ្ញុំមើលតែវីដេអូខ្លួនឯងទេខ្ញុំពិបាកណាស់អត់ចុកម៉ោង8ពឹបយប់ឡើងពឹបអា mental វា break down ហើយថាវាចឹងដែរមួយរយៈនេះវាផ្លូវចិត្តហ្នឹងរៀងពិបាកខ្លាំងសូម្បីតែអ្នកខមមិនខ្លះដែលកាលពីមុនវាអត់ប៉ះអីដល់យើងទេវាគេខមមិនមិនខមមិនធម្មតាខ្ញុំអត់សូវយកចិត្តទុកដាក់ដល់ពេលមួយរយៈក្រោយក៏ចេះតែឃើញវាតុកសិចខ្ញុំអត់ជេរនៅក្នុងខមមិនទេណាខ្ញុំអត់តបព្រោះខ្ញុំគាត់ថាមិនមែនត្រឹមតែអ្នកខមមិននឹងឃើញទេអ្នកដទៃគេចូលមកក្នុងខមមិនវីដេអូខ្ញុំឬក៏គេមើលវីដេអូខ្ញុំក៏គេឃើញដែរចឹងខ្ញុំគាត់ថាវាចេះអតិពលអក្រក់ចឹងខ្ញុំអត់ជេរក្នុងហ្នឹងតែក្នុងចិត្តខ្ញុំទ្រាំលែងបានខ្ញុំជេរហើយខ្ញុំនិយាយមកខ្ញុំស្បត់អ្នកគ្នាខ្ញុំដឹងកាលពីមុនខំអ្នកណាក៏ដោយសូម្បីតែជេរក៏ហ៊ានជេរដែរខ្ញុំគិតថាបាបព្រោះខ្ញុំស្ដាប់ធម៌រហូតដល់ស្ដាប់ធម៌ព្រះអង្គកណ្ដាលព្រះអង្គអីខ្ញុំអត់ទេតែមកចាក់ដែលវាផ្លូវចិត្តវាថុកសិចដោយសារជាមនុស្សស្រីហងអរម៉ូនវាប្រែប្រួលដល់ពេលចង់អារម្មណ៍វាឡើងចុះវាមួម៉ៅឆេវឆាវហើយសូម្បីតែមួយខ្លួនឯងនឹងក៏ឆ្លោះដែរប្រៀបធៀបខ្លួនឯងជាមួយគេតាំងពីសម្រស់គេឡើងគេសម្រស់គេស្គមគេរាងស្អាតចេះខ្លួនឯងឆ្លោះមួយខ្លួនឯងតាំងពីរឿងងាត់ខ្លួនឯងឃ្លានឡើងដាក់កំហិតចេះអត់ឲ្យហូបចេះឆ្លោះសូម្បីតែរឿងហូបវាមួម៉ៅដល់ណាខ្ញុំថាឡើយអ្នកខមមិនខ្ញុំមាននៅចេះខ្ញុំប្រាប់អ្នកនរគ្នាចាព្រោះអ្នកខមមិនខ្លះភ្លាវណាស់ចាខមមិនអត់សូវឆ្លងកាត់នេះប្រដាប់គិតទេដល់ពេលចឹងយើងខ្លាញ់ដែរអាសុកចូលមកជេរចូលមកថាយើងដល់ក្នុងផ្ទះយើងមានសិទ្ធិចាក់តោផ្ទះយើងណាចាចប់ហើយវីដេអូហ្នឹងជីវិតធ្វើឲ្យគេសើចហ្នឹងក៏មិនមែនតែជីវិតខ្លួនឯងនឹងចេះថាមានរឿងល្អគ្រប់ពេលទេអត់ទេអាហ្នឹងគ្រាន់តែជាមួយជ្រុងដែលខ្ញុំចង់បង្ហាញឲ្យអ្នកនរគ្នាឃើញជីវិតខ្ញុំក៏មានរឿងអ៊ូអាប់មិនសមបំណងអារម្មណ៍អត់ល្អដូចតែអ្នកនរគ្នាទេចាប៉ុន្តែជីវិតបើអត់មានអស់ហ្នឹងហើយមិនបានគេហៅថាជីវិតរសជាតិជីវិតវាមានល្វីងផ្អែមប្រៃជូរចត់ចឹងណាប៉ុន្តែរសជាតិជីវិតហ្នឹងក៏វាក់លេបដែរឆ្ងល់ដែរមានរសជាតិកាហ្វេដូងគ្រីមអីទៅអត់ទេឆ្ងល់ណាស់បាយអ្នកនរគ្នាចូលដេកយប់ហើយជួបនេះវីដេអូក្រោយណាចាវីដេអូហ្នឹងមានប៉ុណ្្នឹងឯងចាស្ដាប់លេងចឹងទៅមើលលេងចឹងទៅចាជីវិតអ្នកធ្វើវីដេអូកំ pl សើចជាវាយហ្នឹងចា